Hello ក៏ដូចជាជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះផងដែរខ្ញុំបាទមកប្រាប់ទាំងអស់គ្នាពីរបៀបបង្កើត Master Post តាមរយៈការភ្ជាប់ជាមួយនឹង Facebook ការធ្វើបែបនេះគឺលឿនខ្លាំងមែនទែនអ្នកនរគ្នាយើងមិនបាច់ចាំរញ៉េរញ៉ៃស្មុគស្មាញដូចយើងការបង្កើតតាមរយៈ Toolkit ដូចមុនឡើយចំពោះការភ្ជាប់តាមរយៈ Facebook នេះគឺយើងអត់មានការភ័យខ្លាចក្នុងការបាត់វីដេអូឬក៏ខូច Facebook ដូចពីមុនទៀតឡើយចំពោះការភ្ជាប់តាមរយៈ Facebook នេះផងដែរបើថាជាថ្ងៃមុខទៅគេគិតលុយឬក៏យ៉ាងណាក៏ខ្ញុំមិនទាន់បានដឹងច្បាស់ដែរគ្រាន់តែបច្ចុប្បន្នយើងអាចប្រើដោយ free និងធ្វើការភ្ជាប់លឿនមិនខ្លាចបាត់វីដេអូឬក៏ខូច Facebook យើងឡើយចំពោះការអាប់ដេតថ្មីរបស់ Master Post នេះគឺបានបង្កភាពងាយស្រួលខ្លាំងមែនទែនចំពោះគ្នាយើងណាដែលពិបាកក្នុងការបង្កើត Master Post តាមរយៈ Toolkit ពីមុនណាមុននឹងឈានទៅដល់ការបង្កើតឬក៏ភ្ជាប់ Master Post សូមចិត្តអ្នកគ្នាជួយចុច Like Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗពី Channel របស់ខ្ញុំបាទជាដំបូងយើងត្រូវដឹងថា App Master Post របស់យើងស្ថិតនៅក្នុង version ទាបឬក៏ខ្ពស់បើសិនជា App Master Post អ្នកគ្នានៅ version ទាបអ្នកគ្នាគ្រាន់ចូលមក App Store ឬ Play Store ហើយវាពាក្យថា Master Post មក Masterដើម្បីយើងចូលមក update version ឲ្យខ្ពស់ចឹងនេះគឺជា Master Post បើសិនជាអ្នកគ្នាអត់ update ទេវានឹងដាក់ពាក្យថា update បើសិនយើង update ហើយវាដាក់ open មកហើយត្រង់នេះយើងយក blank ពាក្យ Power Editor ចូលមកត្រង់នេះយើងចុចឡើងពាក្យថា add account ហើយចុចពាក្យថា connect with Facebook រួចហើយចុច open ហើយចូលមក Facebook ដើម្បីយើង connect ទ្រង់ចាំបន្តិចវាកំពុងធ្វើការដើរម្ដងទៅនេះយើងចុចកន្លែង connect បញ្ជាក់មួយទៀតសម្រាប់ Facebook ដែលយើងភ្ជាប់ត្រូវមាន page ដែលយើងចង់ផុសនៅក្នុងហ្នឹងម្ដងទៅនេះយើងគ្រាន់តែចុចរើស page មួយដែលយើងចង់ផុសមកហើយយើងចុច connector យើងចុច connect ទៀតទៅហើយចុច save យើងចុច get it យើងចុច open ចេញតម្រង់បែបនេះគឺថាយើងបានភ្ជាប់បានជោគជ័យណាអ្នកនរគ្នាយើងអាចផុសវីដេអូបានហើយសម្រាប់ការផុសអត់មានអីពិបាកទេអ្នកនរគ្នាចំពោះខាងក្រោមសម្រាប់ឲ្យយើងផាស link ចូលដល់ពេលខាងលើគេដាក់ថា select video file យើងចុចកន្លែងហ្នឹងទៅហើយយើងរើសវីដេអូដែលយើងចង់ផុសមកហើយយើងចុច choose យើងរងចាំវាបន្តិចទៅវាដើរហើយយើងចុចពាក្យថា upload វីដេអូឥឡូវវាពងដើរទៅហើយយើងរងចាំវាដើរហើយទៅយើង upload បានឥឡូវបានពេញ 100% ហើយជួយមកទម្រង់បែបនេះយើងអាចវា caption ដាក់បែបណាក៏បានតាមចិត្តយើងចង់ដាក់អញ្ចឹងខ្ញុំដាក់ថាពូខ្មៅ set ញ៉ាច្រឡំ set ខាងក្រោមនេះយើងអាចកែបានបើយើងចង់ដាក់មិនក៏បានតាមយើងចង់ដាក់ដើម្បីតាក់ទាញអ្នកមើលអញ្ចឹងណាហើយយើងចុចផុសមករួចជាការស្រេចឥឡូវយើងធ្វើការចូលទៅមើលវីដេអូដែលយើងបានផុសមិញលើចូល Facebook មកនេះ Facebook របស់ខ្ញុំយើងចូលទៅដូរទៅជា page របស់យើងមកនេះគឺជាវីដេអូដែលខ្ញុំបានផុសមិញនេះបាទគឺថាងាយខ្លាំងមែនតើវីដេអូរបស់ខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់សូមអរគុណ